មេរៀនទី17បាទគឺអក្សរមីសេតបាទអញ្ចឹងក្នុងអក្សរមីសេតហ្នឹងគឺមាន4ដូចអក្សររេសេតគឺអក្សរដូសេតរេសេតដូចគ្នាបងប្អូនណាមាន4ក្របដូចគ្នាបាទអញ្ចឹងអក្សរមីសេតនេះគឺផ្ដើមពីក្របដំបូងហ្នឹងគឺក្របមីបាទក្របទី2ក្របសលយេសបាទក្របទី3ក្របស៊ីបាទរីឯក្របទី4ក្របសេតហ្នឹងគឺរេបាទអញ្ចឹងម្ដងទៀតក្របមីក្របសលយេសក្របស៊ីហើយនឹងក្របរេបាទអញ្ចឹងមីសេតមាន4ក្របហ្នឹងអញ្ចឹងចាប់ដើមចាប់តែម្ដងទៅបងប្អូនយើងចាប់ទៅអញ្ចឹងប្រើរៀមដដែលបងប្អូនណាបាទចាប់តែម្ដងទៅយើងអញ្ចឹងយើងចាក់ដាក់រៀមចូលតែម្ដងទៅព្រោះយើងដឹងក្របហើយបាទក្របមីក្របសលយេសក្របស៊ីហើយនឹងក្របរេបាទអញ្ចឹង4ក្របនេះគេឲ្យឈ្មោះថាមីសេតបាទមីសេតបងប្អូនណាមីសេតបាទនេះមីសេតយើងចាំហើយបាទមីសេតអពោសង្ឃទី1បាទបងប្អូនណាមីសេតអពោសង្ឃទី1បាទអញ្ចឹងយើងដាក់តទៀតទៅបាទមីសេតអពោសង្ឃទី2បាទនេះមីសេតអពោសង្ឃទី2បាទបន្តមកមីសេតអពោសង្ឃទី3បាទនេះមីសេតអពោសង្ឃទី3បងប្អូនណាបាទនេះមីសេតអពោសង្ឃទី3អញ្ចឹងម្ដងទៀតបាទមីសេតអពោសង្ឃទី1មានក្របបាទមានក្របមីក្របសលយេសក្របស៊ីហើយនឹងក្របរេបងប្អូនណាមាន4ក្របហ្នឹងបាទអញ្ចឹងនេះគេហៅឈ្មោះថាមីសេតអពោសង្ឃទី1បងប្អូនណាអញ្ចឹងមីសេតអពោសង្ឃទី2ដាក់មីនៅខាងចុងនេះវិញមកបាទមីសេតអពោសង្ឃទី2បងប្អូនណាមករៀនចាំនេះបងប្អូនណាបាទអញ្ចឹងមីសេតអពោសង្ឃទី3ដាក់ជាមកបាទអញ្ចឹងនេះឲ្យឈ្មោះថាមីសេតអពោសង្ឃទី3បងប្អូនណាបាទចាំម្ដងទៀតបាទចាប់តែម្ដងទៅយើងដឹងហើយមីសេតអពោសង្ឃទី1បាទតមកមីសេតអពោសង្ឃទី2បាទតមកមីសេតអពោសង្ឃទី3បងប្អូនណាបាទនេះមីសេតតែជាទូទៅយើងអ្នកក៏ដល់យើងនឹងស្រាប់គេលេខគេច្រើនដៃស្ដាំដៃឆ្វេងហ្នឹងគេចាប់តែចេះម្ដងវាអាកវានៅក្បែរគ្នាបងប្អូនណាមីសេតចឹងទៅបាទចូលសល់ចឹងទៅបងប្អូនណាឃើញហើយបាទមីសេតចឹងទៅនេះចឹងបាទអញ្ចឹងថ្ងៃនេះមីសេតមានតែប៉ុណ្្នឹងទេចាប់តែប៉ុណ្្នឹងបាទអញ្ចឹងអស់តែប៉ុណ្្នឹងហើយអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនអស់នឹងចងចាំនៅមេរៀនទី17នេះបាទនៅអក្សរមីសេតនេះបាទអញ្ចឹងជាចុងក្រោយសូមឲ្យបងប្អូនជួយចុច like បាទជួយចុច subscribe ឬប៉ុណ្ណឹងនិង share ម្នាក់មួយដើម្បីទទួលបាននៅមេរៀនថ្មីទៀតបាទអញ្ចឹងសូមចប់តែប៉ុណ្ណេះបងប្អូនណាសូមតាមដាននៅមេរៀនបន្តសូមរងចាំតាមដាននៅមេរៀនបន្តទៀតបងប្អូនណាបាទសូមអរគុណ